សុនហើយត្រូវតែទាំងគ្នាណាខ្ញុំសូមណែនាំសេរីថ្មីទៅកាន់ទាំងគ្នាដែលសេរីរឿងហ្នឹងគឺនិយាយអំពីតួឯករបស់យើងគឺម៉ែក៏ខ្លាំងហើយអ្នកទាំងគ្នាហើយរឿងហ្នឹងសម្រាប់ដែលចូលជ្រើតួឯកចេញមកខ្លាំងសុទ្ធហ្នឹងគឺត្រូវហើយអ្នកទាំងគ្នាដើមសេរីរឿងរបស់យើងក៏បានឃើញម្ដងម្នាក់កំពុងតែឈរសំកាំងនៅលើមេឈោមកព្រះអាទិត្យហើយនៅពេលនោះយើងក៏បានឃើញកាមេរ៉ាមួយថតទៅលើបារោះដែលកំពុងឈរលើមេឃហ្នឹងហើយគេក៏បាននិយាយផងដែរថាបរិបទហ្នឹងគឺមានរូបរាងហើយនឹងពាក់អាវចម្លែកហើយគាត់មើលទៅគឺដូចជាបិសាចហើយម្ល៉េះប៉ុណ្ណោះគាត់គឺបានកំចាប់ហេរ៉ូទាំងអស់26នាក់ក្នុងរយៈពេល2ម៉ោងចុងក្រោយនេះហើយអ្នកកំពុង live ហ្នឹងក៏បាននិយាយផងដែរថាវាអស់រយៈពេលច្រើនឆ្នាំមកហើយដែលពួកហេរ៉ូហ្នឹងពួកគេនឹងបានបង្ហាញខ្លួនហើយក៏គួរអរគុណដល់កម្លាំងពួកគេដែរដែលពួកគេនឹងធ្វើកុំឲ្យមានអំពើអាក្រក់នៅលើពិភពលោកនេះទៀតហើយនៅសម័យហ្នឹងកម្រឃើញទស្សនវិជ្ជាបែបហ្នឹងដែលថាមនុស្សម្នាក់វាយហេរ៉ូអស់26នាក់ក្នុងរយៈពេល2ម៉ោងហើយអ្នកដែលកំពុងថតហ្នឹងក៏បាននិយាយផងដែរថាតើអំពើល្អនឹងឈ្នះអំពើអាក្រក់ទៀតទេហើយគេប្រៀបថាកុំពេលមើលគេកំពុង live ហ្នឹងកុំភ្លេច follow គេហងហើយអ្នកទាំងអស់គ្នាអញ្ចឹងដែរមើលវីដេអូខ្ញុំឲ្យកុំភ្លេចជួយ subscribe ឲ្យខ្ញុំផងហើយនៅពេលនោះក៏មានម្នាក់កំពុងតែឈរមើលផងដែរដែលគាត់គឺជា Eren Hero ហើយគាត់ក៏មានអាសនាមដែរគាត់ថាគឺជា Plastic Man ហើយនៅពេលដែលគាត់ឈរមកសងគាត់ក៏បានលូតចុះពីលើអាគារទៅបាត់ហើយនៅពេលដែលគាត់លូតហ្នឹងយើងក៏បានឃើញអំណាចអាក្រក់ជាច្រើនដែលមកផ្គុំនៅខ្លួនរបស់គាត់ទៅគឺដូចឯរ៉ាត់មែនហើយនៅពេលនោះយើងក៏បានលើសំឡេងរបស់ system ដែលបាននិយាយផងដែរថាការសុំផ្គុំអាវរហូតដល់ពី 10% រហូតដល់ជោគជ័យហើយនៅពេលឃើញអញ្ចឹងធ្វើឲ្យអ្នកកសែតហ្នឹងក៏ភ្ញាក់ផ្អើលផងដែរថាបរិបទ plastic មែនហ្នឹងចេញមកប្រយុទ្ធជាមួយនឹងបរិបទកំបាំងម្នាក់ហ្នឹងហើយអ្នកសារព័ត៌មានហ្នឹងក៏បាននិយាយផងដែរថាគាត់អត់បានរំពឹងថាគូប្រជែងបន្ទាប់របស់បរិបទកំបាំងហ្នឹងគឺជាព្រះបរិបទចំណាត់ថ្នាក់ A ទាំង5នៅលើពិភពលោកទេនិយាយទៅកម្ពុជាទាំង5នៅទាំងអស់គ្នាកម្ពុជាទាំង5អាចនិយាយថា A កម្ពុជាទាំង5និយាយថាសម្រាប់ A តែគេសិតខ្លាំងកម្ពុជាទាំងអស់គ្នាហើយអ្នកសារព័ត៌មានហ្នឹងក៏បាននិយាយផងដែរថាគាត់សង្ឃឹមថា plastic man ហ្នឹងមិនធ្វើបាបបរិបទកំបាំងហ្នឹងទេនិយាយទៅម្នាក់ហ្នឹងគឺតួឯករបស់យើងតែម្ដងអ្នកនរគ្នាជឿសោតតែបែរច្រើននិយាយតួឯករបស់យើងគាត់មានឈ្មោះថាយ៉ានសេងឬក៏យានសេងហើយមុនពេលប្រយុទ្ធគ្នាហ្នឹងយ៉ានសេងមកយើងក៏បាននិយាយផងដែរថាគាត់ហ្នឹងគឺជាព្រះអង្គម្ចាស់នៃទ្វីបសួនហើយគាត់ក៏ជាម្ចាស់នៃនិកាយ10G ដែរហើយគាត់ចង់ដឹងថាគាត់ឥឡូវហ្នឹងនៅឯណាអ្នកនរគ្នាឡើងថាអំវិញភពឬក៏អំវិញទ្វីបហ្នឹងហើយបរិបទ plastic man ហ្នឹងគឺគាត់អត់ខ្វល់ទេគាត់ប្រាប់អាខំមកគាត់នឹងឲ្យបញ្ចូលថាមពលឲ្យពេញឆាប់ទៅហើយបរិបទ plastic man ហ្នឹងគឺគាត់អត់ខ្វល់ទេគាត់ប្រាប់អាខំមកគាត់នឹងឲ្យបញ្ចូលថាមពលឲ្យពេញឆាប់ទៅហើយនៅពេលណាគាត់បញ្ចូលថាមពលពេញមកគាត់ហ្នឹងហើយធ្វើឲ្យអ្នកកសែតហ្នឹងក៏រៀងភ្ញាក់ផ្អើលផងដែរហើយអ្នកកសែតហ្នឹងក៏បន្តនិយាយទៀតផងដែរថា plastic man ហ្នឹងបានបង្កើនថាមពលរបស់គាត់ហើយគាត់នឹងបញ្ចូលថាមពលរបស់គាត់នឹងចូលទៅដៃស្ដាំរបស់គាត់សម្រាប់ការវិវហានិយាយទៅកន្លែងហ្នឹងគឺថាមពលរបស់គាត់ទាំងអស់ហើយអ្នកកសែតហ្នឹងក៏បានបន្តនិយាយទៀតផងដែរថាឲ្យតែត្រូវមួយកម្រាលដៃហ្នឹងក្នុងរង្វង់300ម៉ែត្រគឺគ្មានអ្នកណាអាចរស់បានទេហើយការប្រយុទ្ធរបស់គាត់នឹងយ៉ាងសេងមកជឿហ្នឹងក៏ជិតចប់ដែរហើយនៅពេលដែលគាត់មកថតពលរបស់គាត់បានគាត់ក៏បានវាបហាទៅដល់គ្នាគឺវាបហាត្រូវទាំងកតុំ100នាក់របស់អ្នកសារព័ត៌មានហ្នឹងទៀតsorry ដល់គ្នាគឺវាត្រូវទេគឺវាប្រឆាត់វាត្រឹងហើយពេលនោះយ៉ាងសេងមកយើងក៏បានសួរទៅកាន់អាប៉ែ plastic ហ្នឹងបងដែរថាគាត់នឹងអាចនិយាយភាសាមនុស្សបានទេហើយប្រផ្លាស់សេញមានមកយើងក៏បាននិយាយមកដែរថាជានិច្ចការវាគឺតែមានការប្រយុទ្ធមួយហើយអ្នកដែលនិយាយច្រើនគេតែងតែស្លាប់ចឹងអាក្រក់បំផុតហើយគាត់ក៏បានតបនិយាយទៀតផងដែរថាអ្នកដែលប្រយុទ្ធជាមួយគាត់ហ្នឹងស្លាប់យ៉ាងដូចម្ដេចគាត់ព្រោះតែគាត់ហ្នឹងគឺជាមនុស្សដែលមិនចេះនិយាយច្រើនហើយដល់ពេលដែលគាត់និយាយចំគាត់ក៏ស្ទុះទៅវាបើហាយ៉ាងសេញមកយើងហើយដល់ពេលដែលទៅស្ទុះទៅដល់ភ្លៀងក៏ឮសំឡេងគេនិយាយថាអ្នកនិយាយច្រើនពេកហើយក៏ផ្ទះគាត់មកភ្លៀងទៅអ្នកតាហ្នឹងគឺយ៉ាន់សេងមកយើងនេះអ្នកនរគ្នាឯងមកបានតែមកភ្លៀងទេគឺធ្លាក់ដល់ដីវិញបាត់ហើយយ៉ាន់សេងមកយើងក៏បាននិយាយផងដែរថាគាត់ហ្នឹងគ្រាន់តែចង់សួររកថាគាត់ហ្នឹងនៅទីណាទេហេតុអ្វីបាននៅគ្រប់គ្នាបែរជាចង់រកការស្លាប់ទៅវិញតែធ្វើឲ្យអ្នកព័ត៌មានគៀងតែម្ដងថាគាត់ហ្នឹងគឺចាញ់បាត់ហើយក៏ធ្វើឲ្យអ្នកមើល live ហ្នឹងក៏និយាយផងដែរថាឲ្យទៅយកឡានពេទ្យមកបី plastic បែបហ្នឹងបានធ្លាក់ដល់ដីហើយក៏មានអ្នកខ្លះទៀតក៏និយាយផងដែរថាយ៉ាន់សេងមកយើងហ្នឹងគឺខ្លាំងពេកអញយកឈ្នះឲ្យ plastic មានត្រឹមតែការមួយវាបហាចឹងណាដល់គ្នាហើយសេរីរបស់យើងក៏បាននិយាយអំពីពិភពលោកដែលយ៉ាងសេងរបស់យើងហ្នឹងកំពុងស្ថិតនៅថាពី3ទសវត្សរ៍មុនហ្នឹងពពួកសត្វចំណែកនឹងពពួកអរិយបានបង្ហាញខ្លួនដោយសារតែអ្នកវិទ្យាសាស្ត្រហ្នឹងយកពួកវាទៅចាប់ដើមពិសោធន៍ហើយពួកវាហ្នឹងក៏បានរត់ចេញវិញកន្លែងពិសោធន៍បានពួកវាក៏ដើរទៅមកផ្លូវ
ចាប់ដើមបង្ហាញខ្លួនមកចាប់ពួកវាទៅធ្វើឲ្យប្រភេទនេះនឹងមានសោកសន្តិភាពដល់សប្តាហ៍ថ្ងៃហ្នឹងហើយនេះគឺជាពពួក hero ហើយសាច់រឿងក៏គេបានបន្តទៀតផងដែរថាចុងក្រោយពពួក hero ហ្នឹងក៏បានកញ្ចប់ពពួកវិស័យទាំងអស់ទៅបានហើយពីឆ្នាំក្រោយមកពិភពលោកហ្នឹងក៏បានសុខសន្តិភាពឡើងវិញហើយគេក៏ប្រាប់មកដែរថាក៏មាន hero ខ្លះហ្នឹងក៏បានចូលនិវត្តន៍ហើយ hero ខ្លះហ្នឹងក៏ធ្វើការដើម្បីចំជីវិតហ្នឹងដល់គ្នាវាអត់លុយអ្នកនរគ្នាអាចមើលរូបបានអ្នកនេះមើលរួមបានបើបងកំពុងដឹងហូបមិនគេហើយសាច់រឿងគេក៏ជាផងដែរថាសត្វចម្លែកហ្នឹងសោះខ្លះហ្នឹងក៏ខ្លាចជាសត្វចិញ្ចឹមរបស់ពួក hero ចឹងហើយក៏មានម្ដងម្នាក់មកឈប់ឲ្យអាអ្នកកសែតហ្នឹងឈប់និយាយរឿងហ្នឹងទៅឲ្យតែមើលម្ដងម្នាក់នោះតែគាត់ជានរណានិយាយទៅអាពេតហ្នឹងដូច Superman ហ្មងអ្នកនរគ្នាហើយបន្ទាប់ពីអ្នកកសែតហ្នឹងបានកលេចមើលទៅដល់គាត់ក៏ភ្ញាក់ផ្អើលជាខ្លាំងដោយសារតែអ្នកមកហ្នឹងគឺជាឯករាជ្យ hero ហើយគាត់ក៏បន្តនិយាយទីដែរផងដែរថាការប្រយុទ្ធថ្ងៃនេះប្រកាសជាមានរឿងដែលគួរចាប់អារម្មណ៍ជាច្រើនណាស់គួរតែស្អីដោយសារតែពួកស្រី hero ហ្នឹងវាកម្របង្ហាញខ្លួនហើយដល់ពេលប្រយុទ្ធម្ដងគឺសាហាវខុសខើតែម្ដងហើយនៅកសែតហ្នឹងក៏បន្តនិយាយទីដែរថាគាត់ដែរក៏ទេតែគាត់នឹងអាចជួបព្រះបរោថ្នាក់នៅទីនេះហើយគាត់ក៏អំភើផែឡើងដែរហើយគាត់ក៏អាចធ្វើជាសាស្ត្រីសម្រាប់ការប្រយុទ្ធរវាង hero ថ្នាក់និងបរោចម្លែកហ្នឹងផងដែរហើយគាត់នឹងរងនិយាយទីហើយហ្នឹងក៏Superman ផៅបាវរបស់យើងហ្នឹងក៏ប្រាប់គាត់នឹងឲ្យឈប់កាមេរ៉ាទៅជប់ថតទៅដល់គ្នាហើយម្ដងពេលនេះយ៉ាន់សេងរបស់យើងក៏គិតថាអូយមកម្នាក់ទៀតហើយបរោ Superman ថៅបាវរបស់យើងក៏បាននិយាយផងដែរថាគាត់នឹងតែងការគ្រប់គ្រងការរបស់គាត់ពេលជួនហ្នឹងគាត់អត់មានចេះនិយាយច្រើនអីទេហើយ Superman ថៅបាវរបស់យើងក៏បាននិយាយផងដែរថាយ៉ាន់សេងរបស់យើងហ្នឹងអាចគូជាមួយគាត់បានទេហើយ Superman ថៅបាវរបស់យើងឬក៏Superman គូពីរបស់យើងក៏បាននិយាយផងដែរថាគាត់ទទួលស្គាល់ដល់ធម៌ពលរបស់យ៉ាន់សេងដែលគាត់នឹងអាចចូលឈ្នះទៅលើ Plastic Man ប៉ុន្តែវានៅតែមិនជាដៃគូរបស់គាត់ទេហើយបើសិនបើជាយ៉ាន់សេងរបស់យើងនឹងព្រមទទួលគាត់នឹងធ្វើជាម្ចាស់របស់គាត់នឹងគាត់នឹងអាចទុកជីវិតឲ្យយ៉ាន់សេងបានហើយគាត់ទៅលើចង់ភ្លាមនឹងធ្វើឲ្យអ្នកកសែតក៏ភ្ញាក់ផ្អើលផងដែរហើយគាត់ក៏ចាំមើលថាយ៉ាន់សេងរបស់យើងនឹងយកព្រមធ្វើជាសត្វចិញ្ចឹមរបស់ Superman ថៅបាវឬក៏Superman គូពីរបស់យើងផងដែរហើយយ៉ាន់សេងរបស់យើងក៏បាននិយាយផងដែរថាSuperman គូពីរបស់យើងចង់សំដៅទៅលើសត្វចុះមែនយ៉ាន់សេងរបស់យើងក៏បាននិយាយផងដែរថាហ្នឹងគាត់អត់ចាប់អារម្មណ៍ទេដែលធ្វើឲ្យSuperman ខាងបាវរបស់យើងហ្នឹងរៀងនិយាយតែរៀងខឹងដែរហើយគាត់បាននិយាយផងដែរថាការសម្រេចចិត្តរបស់យ៉ាន់សេងហ្នឹងគឺអត់ឆ្លាតសោះគាត់ថាយ៉ាន់សេងរបស់យើងបដិសេធភ្លាមធ្វើឲ្យអ្នកសាវអនមានហ្នឹងក៏រៀងញាក់ផ្អើលផងដែរហើយអ្នកកសែតហ្នឹងក៏បាននិយាយផងដែរថាចំហាយដែលចេញមកពី Superman ហ្នឹងគឺខ្លាំងមែនតើធ្វើឲ្យសំបីតាកតុំលុយហ្នឹងក៏អត់អាចទៅចិត្តបានដែរហើយនិយាយចំហាយហ្នឹងគឺដោយសារខឹងទូអីរបស់យើងអត់ព្រមនេះហើយព្រមធ្វើជាសិនចំរបស់ខ្លួនហ្នឹងហើយ Superman គូពីរបស់យើងក៏បាននិយាយផងដែរថាតាំងពីយ៉ាងសេនឹងបដិសេធហើយចឹងគាត់មានតែដោះស្រាយវាទេគាត់និយាយចោលភ្លាម Superman គូពីរបស់យើងក៏ស្ទុះទៅវាបហាទុកអីរបស់យើងភ្លាមតែម្ដងដល់គ្នាហើយមុនពេលស៊ូពីបហាហ្នឹងអាចារ្យសេងក៏បានសួរដែរថាគាត់នឹងមានកម្រងការអ្វីហើយ Superman ថាបើមកយើងក៏បាននិយាយផងដែរថាគាត់នឹងវាអាយ៉ាន់សេងហ្នឹងរហូតដល់អាយ៉ាន់សេងហ្នឹងសុំចោះចាញ់ប៉ុន្តែរនហោះទៅដល់ភ្លាមក៏ត្រូវមកដៃរបស់អាយ៉ាន់សេងមកយើងហើយក៏ធ្វើឲ្យ Superman ថាបើមកយើងហ្នឹងបុកធ្លាយយន្តហោះហើយទៅបុកធ្លាយអាគារទៀតឡើងទ្រាំបាត់ហើយដល់គ្នាហើយយ៉ាន់សេងមកយើងក៏បាននិយាយផងដែរថានៅទីនេះសម្បូរដល់មនុស្សចម្លែកមែនហើយចំណងចិនក៏ចម្លែកដែរហើយនៅពេលដែលគាត់និយាយចប់ហើយគាត់ក៏ហោះចេញទៅហើយចំណែកអ្នកកសែតរបស់យើងក៏បាននិយាយទៅកាន់អ្នកមើល live របស់ខ្លួនឯងថាគាត់នឹងអាចថតអ្វីបានទៀតទេដោយសារតែជនហោះរបស់គាត់ហ្នឹងត្រូវបានយ៉ាន់សេងហ្នឹងវាយកំទេចចោលបាត់ហើយគាត់ក៏ដឹងថាយ៉ាន់សេងហ្នឹងក៏ហោះទៅណាទៀតហើយសេរីរឿងឱកាសរយៈពេល2ខែក្រោយមកហើយយ៉ាន់សេងរបស់យើងក៏បានរៀបរាប់ពីឈ្មោះខ្លួនឯងចឹងទៅដល់គ្នាថាគាត់ហ្នឹងមានឈ្មោះថាយ៉ាន់សេងអាយុរបស់គាត់ហ្នឹងដូចជាប្រហែលដូចជា2063ឆ្នាំដល់គ្នាគាត់ហ្នឹងក៏មកពីទ្វីបសួនហើយគាត់បានមកដល់ពេលនេះ2ខែហើយគាត់បានអំពឹងថាគាត់បានមកដល់ទីនេះទេហើយគាត់ក៏បានសិក្សាអ្វីជាច្រើននៅទីនេះផងដែរហើយអានសេងមកយើងក៏បាននិយាយផងដែរថាកន្លែងដែលគាត់កំពុងនៅហ្នឹងគឺគេហៅថាផែនដីវាមានរាងពណ៌ខៀវហើយទូផែនដីហ្នឹងវាមានរាងតូចពិតមែនប៉ុន្តែផ្ទះដែលប្រជាជនរស់នៅហ្នឹងគឺវាច្រើនជាងផ្ទះនៅទ្វីបសួនរបស់គាត់ហ្នឹងដល់ទៅ10ដងហើយក៏មកទីនេះគាត់ក៏ឆ្ងល់ផងដែរថាការពួកគេប្រើឧបករណ៍ពេលដំបូងអ្វីដើម្បីធ្វើឲ្យពួកគេនឹងធ្វើដំណើរលឿនហើយពួកគេត្រូវបានហៅថាដូចជាឡានយន្តហោះអីចឹងដល់គ្នាអីវាស្រួលធ្វើដំណើរដល់គ្នាហើយណាមួយនៅពេលហ្នឹងដូចសម័យទំនើបផងហើយយ៉ាងស្អីយើងក៏បាននិយាយផងដែរថាស្ត្រីនៅទីនេះគឺពាក់អាវអត់ចិត្តទេគឺដែលថាពាក់អាវលេខខំចឹង
hai con bạn ấy phòng này ta còn là bộ bạn đấy nó min thảo bộ nhiên thì cũng mình chẳng có đằng luôn đâu thằng một mấy tên đầu của bạn đấy nó có hai sẽ đơn một nhất còn cái đó còn lại là đi sọt mà vấn đề đã điện mà tàu hạ đồ chỉ muốn treo tại trong đó bùa chẳng hai năng lại năng còn miền là đi sọt đơn vấn đề này cũng phong tại chuỗi chỉ bảo bùa tàu để đi sọt màu năng đó là đi sọt đơn các bạn thì tập cảnh là đi sọt màu nó ở chạm thì tàu rồi bùa năng cứ chặt chi ai hay đi sọt màu có ở cồn tập cảnh đi sọt đơn năng đây chỉ ta sẽ đơn kia toàn một hai trăm muối nào cái này trong hai trăm muối trong dịp hẹp to tiền hai này để sọt đơn vào chứ các bạn ở cái đá kia để sọt màu năng một đo cái lạnh muối đã cái hào thaจะลงพลุจะเลสติ้งแล้วคันนี้นี่ก็มาใหญ่เท่าไหร่ถ้าสันนิมันจะไว้โปเกประกาศที่มีสปาร์ตเพย์ไว้ให้ในที่สองเลยนั่งก็มาในพอในทานนั่งที่นั่งจิกแรงที่จะชอบไม่เห็นโคลนชมูนั่งก็ทั่วอันนี้มีรองหัดโดยที่จังยุ่มพอแรงให้ในที่สองมาก็มาใหญ่พอในทานเรานั่งมีตึกนิดเดียวเดาอาจจะปวดยืนตัวสำหรับนั่งทนั่งบานให้ในที่สองเรื่องก็มาตอนที่นั่งในแท้เอาไอ้ที่สองมาเราช่างก่อนนั่งไงก็มาต่อรวยเอาไปใจกันในยามสั้นhai này sắc màu nó gò phèm ao cái cành phèm ở đây nó ao bị chặt thon hai này đi sắc màu mới nhớ các bạn để phòng này nó tên đi ngắt và hai chị em mình tê hai tất ở tê thì đâu nó ba hai chị ai chui chỉ bảo là đến chỉ bộ sát sẽ bảo bạn lươn hai nên còn rong lạc áo trong tầm mũi cho nó cái này mà tao biết đến lạc áo hai nên có bạn vậy phòng này than anh biết đấy chừng này nó tên đi tê hai đội bạn chỉ miên nào tầng này tiền ở đâu nó tên này hai ai sống mấy tại chỉ ba bộ nên bạn tiền anh vậy tha tầng nó bài bằng cả làm lại tụi pro bao giờ này nên nó nên có mơ hai có mơ giật khôi phân đấy nhá hai có mơ sao ai là bé môi sọc sọc nó còn miếng của bạn độc ba cái nồi mới tụi ai bao giờ hai tao mua nên có chỗ đông thua cũng tụi ai bao giờ ta tụi ai bao giờ đâu mà đừng nghe hai phải là bao liên có stay mà nó xuống đây ta mình đừng quay cả là hay để sợ máu không ai nhảy phong này ta còn những chuyện này cái hai đứa bạn con mà đâu thế này cả đẹp hái có mơ chọn với hai giờ khôi phân đấy ngay nào cái này video nó mới của bạn nó là thường cho hai chân club cũng lại chuẩn bị sắp bao nhiêu không ai bao sân gì càng lại bao nhiêu mình lấy này đồng khan rồi có cho nên là có quán còn nên nó cái này mà ta khan thay chỉ slide phong